ឯកឧត្តមសុកលូអភិបាលនៃគណៈភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាភូមិភាគតេជោសែនបាត់ដំបងនេះថ្ងៃទី15ខែមិថុនាឆ្នាំ2026មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមសុកលូបានណែនាំដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង3ក្នុងខេត្តបាត់ដំបងព្រមទាំងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ត្រូវជំរុញការកៀរគរអតីតពលករខ្មែរមកពីប្រទេសថៃប្រជាពលរដ្ឋនិងយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យឲ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិតងាយស្រួលរកការងារធ្វើនិងមានប្រាក់ចំណូលសមរម្យឯកឧត្តមគូបញ្ជាក់ថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានតម្រូវការទីផ្សារការងារខ្ពស់លើផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈដែលជាឱកាសមួយសម្រាប់យុវជនគួរចាប់យកការរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឯកឧត្តមបានអំពាវនាវដល់មន្ត្រីរាជការប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សនិងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរបន្តពហិការផលិតផលថៃនិងរួបរวมសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអតីតសិក្ខាកាមដែលជោគជ័យក្នុងកម្មវិធី 1.5 លាននាក់លើកឡើងថាការរៀនជំនាញពិតជាទទួលបានចំណេះដឹងមួយយ៉ាងច្បាស់លាស់ពិតប្រាកដមែនក្រោយពេលរៀនចប់អាចបើកមុខរបរផ្ទាល់ខ្លួននិងរកការងារធ្វើបានស្រួលជាមួយឱកាសការងារកាន់តែទូលំទូលាយនិងប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារអតីតសិក្ខាកាមមកពីគ្រួសារក្រីក្រតែងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឲ្យដំណើរការកម្មវិធី 1.5 លាននាក់ផ្ដល់ឱកាសឲ្យពួកគាត់ទទួលបានជំនាញមួយច្បាស់លាស់និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារខ្ញុំជាអតីតសិស្សនៅវិទ្យាសាស្ត្រពហុបច្ចេកទេសតេជោសែនបាត់ដំបងហើយខ្ញុំឈ្មោះតំវិនាជាមកពីគ្រួសារក្រីក្រហើយខ្ញុំបានរៀនចប់ជំនាញខ្ញុំបានប្រកបមុខរបរដូចជាខ្ញុំផលិតជ្រូកផលិតដំណាប់ផលិតបាច់ក្តាំងហើយខ្ញុំបានអភិវឌ្ឍខ្លួនឯងរហូតខ្លាចទៅជាគ្រូប្រហាត់នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាមសហគមន៍ចាខ្ញុំមានសំណូមពរមួយដូចជាពលករគាត់មកពីថៃសូមឲ្យគាត់ចូលមករៀនជំនាញនៅខាងជំនាញខាងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនពេលគាត់បានរៀនចប់ក៏គាត់បានមានជំនាញមួយជាប់ខ្លួនគាត់អាចបានទៅធ្វើការតាមសហគមន៍ផ្សេងបានដែររៀនជំនាញនេះបានទទួលចំណេះដឹងពិតប្រាកដពិតមែនហើយបានចំណូលហើយយើងបានជំនាញជាប់ខ្លួនយើងអាចប្រហាត់តដល់កូនចៅយើងថែមទៀតនាងខ្ញុំឈ្មោះចេងកំឯងជាអតីតសិស្ស 1.5M នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងពីមុនមកខ្ញុំជាសិស្សនៅសាលារៀននេះចាខ្ញុំបានរៀនជំនាញកែច្នៃនិងបន្លែផ្លែឈើចាបន្ទាប់ពីរៀនចប់ទៅខ្ញុំអាចអនុវត្តលក់នៅផ្ទះបានដូចជាដំណាប់ចាដូចជាគ្រឿងសម្ងួតផ្សេងដែលខ្ញុំបានរៀនខ្ញុំអាចយកទៅផលិតលក់នៅផ្ទះបានចាហើយនឹងតាមលក់តាមអនឡាញចាហើយបច្ចុប្បន្នក៏ខាងសាលាផ្ដល់ឱកាសឲ្យខាងពួកខ្ញុំដែលបានរៀនចប់នៃជំនាញកែច្នៃបន្លែផ្លែឈើកម្មវិធី 1.5M នេះគាត់ក៏បានផ្ដល់ឱកាសឲ្យពួកខ្ញុំបានជាគ្រូសហគមន៍នៅវិទ្យាស្ថានផងដែរខ្ញុំគិតថាកម្មវិធីមួយនេះពិតជាល្អមែនទែនចាពីព្រោះអីបានផ្ដល់ចំណេះជំនាញផ្ដល់ទាំងការងារចាប្រាក់ចំណូលហើយក៏បានជួយដល់គ្រួសារនាងខ្ញុំខ្លះដែរចាជាជំនួយបន្ថែមទៀតចាហើយអ្វីដែលខ្ញុំឃើញគឺបានរៀនហើយមានជំនាញច្បាស់លាស់ហើយបានយល់ដឹងពីសង្គមនៅខាងក្រៅច្រើនហើយនឹងការបង្រៀនសិស្សតាមសហគមន៍ហើយជាពិសេសគឺអាចផ្ដល់ជំនាញដល់សិស្សដែលមកពីសហគមន៍ដែលគាត់មានបានក្រីក្រចាក៏គាត់អាចរៀនបានមិនមានបានក៏គាត់រៀនបានដោយមិនអស់ថវិកាហើយបានចំណេះជំនាញផ្ទាល់ខ្លួនទៀតអាចប្រកបមុខរបរលើទីផ្សារបានពីមនាដល់បងពលករទាំងអស់គ្នាដែលមកពីថៃនិងយុវជនសិស្សានុសិស្សដែលបោះបង់ការសិក្សាអីសូមឲ្យគាត់ងាកត្រឡប់បែរមករកជំនាញចាជំនាញការងារមានជាច្រើនមែនទែននៅខាងសាលាពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងយើងចាអញ្ចឹងឲ្យគាត់រៀនជំនាញមានជំនាញមួយផ្ទាល់ខ្លួនច្បាស់លាស់ខ្លួនឯងចាដែលអាចរកចំណូលបានដែលថាពាក្យចាស់លោកតែងតែពោលថាมันអាចមានអ្នកលួចបានណាចាតែយើងមានជំនាញមានចំណេះស្ទាត់នឹងខ្លួនរបស់យើងហើយគឺយើងអាចរកប្រាក់ចំណូលបានអរគុណដល់រដ្ឋាភិបាលដែលបង្កើតកម្មវិធី 1.5M ឡើងចាដើម្បីឲ្យ
ខាងសិស្សឬសានិសិទ្ធនិងបងប្អូនដែលមានបានក្រីក្រឬក៏មិនមានបានអាចរៀនជំនាញនេះបានខ្ញុំពិតជាអរគុណមែនទែនដែលលោកបានបង្កើតកម្មវិធីនេះឡើង បើតាមលោកបណ្ឌិតឈឹមធឿននាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងបានឲ្យដឹងថាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាទិវាជាតិនៅឆ្នាំ2017ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី15ខែមិថុនាជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់គុណភាពគុណតម្លៃនិងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈតាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនិយោជកនិងផ្នែកឯកជនព្រមទាំងសាធារណជនទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសការប្រារព្ធទិវាជាតិលើកទី9នាថ្ងៃនេះនឹងជួយជំរុញបន្ថែមឲ្យការវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងខេត្តបាត់ដំបងដោយមិនបង់ថ្លៃសិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2023ឲ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់យុវជនសិស្សនិស្សិតបុគ្គលិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងបងប្អូនកម្មករនិយោជិតដើម្បីទទួលបានជំនាញមួយពិតប្រាកដដែលអាចយកទៅបង្កើនមុខរបរផ្ទាល់ខ្លួនឬចូលបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាសនានាដែលធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរឡើងដោយរក្សាបាននូវស្ថិរភាពការងារផលិតភាពប្រាក់ចំណូលសមរម្យលក្ខខណ្ឌការងារល្អប្រសើរនិងចាក់ផុតពីបន្ទាត់នៃភាពក្រីក្រក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដើម្បីធានាបានថាសិស្សមានការងារធ្វើគ្រឹះស្ថានធីវេទាំង3បានរៀបចំយន្តការផ្ដល់នូវសេវាគាំទ្រក្នុងការស្វែងរកការងារដល់សិស្សដែលបានបញ្ចប់វគ្គតាមរយៈមជ្ឈមណ្ឌលការងារខេត្តបាត់ដំបងនិងបានទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីពង្រីកលទ្ធភាពក្នុងការផ្ដល់ឱកាសការងារដល់សិស្សបន្ទាប់ពីរៀនចប់លោកបណ្ឌិតគូបញ្ជាក់ថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្សដោយជួយផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹងជំនាញបច្ចេកទេសសមត្ថភាពនិងឥរិយាបថការងារដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញអ្នកបច្ចេកទេសនិងចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារបន្ថែមលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈធ្វើឲ្យកម្លាំងពលកម្មនិងមូលធនមនុស្សរបស់យើងមានភាពធន់និងបម្រែបម្រួលនៃស្ថានភាពនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចទីផ្សារការងារការវិវត្តនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗព្រមទាំងជួយឲ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័សកាត់បន្ថយភាពគ្មានការងារធ្វើក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិលើសពីនេះការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈគឺជាស្ពានចម្លងដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លីមធ្យមនិងវែងទាំងក្នុងនិងក្រៅប្រព័ន្ធហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សាសហគ្រាសសហគមន៍និងដោយចល័តដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារនិងជាផ្លូវដែលអាចឲ្យសិស្សបន្តការសិក្សាបាននិងអាចបំពេញការងារបានក្នុងពេលតែមួយដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបានឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់ក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារនិយាយរួមការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈផ្ដល់ឱកាសនៅការសិក្សាពេញមួយជីវិតដល់ប្រជាពលរដ្ឋទូទៅដល់យុវជនពិសេសបងប្អូនកម្មករនិយោជិតតាមរយៈកម្មវិធីផ្លាស់ប្ដូរជំនាញបង្កើនជំនាញនិងបង្កើនផលិតភាពពេញមួយជីវិតឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក